ជំរាបសួរបងប្អូនអរគ្នានៅក្នុងវីដេអូនេះខ្ញុំបាទចង់បង្ហាញបងប្អូនអរគ្នាអំពីបាទចំណុចកន្លែងនេះរបស់ motor បុកបំបីខ្នាតធំលេខកូដ HM1307C នេះ HM1307C បាទនេះ made in Japan ណាបាទកន្លែងនេះគឺមានប្រមាណចំណុចតាក់ទងជាមួយនឹងដុយបានភ្ជាប់ទៅជាមួយនឹងប្រភពអគ្គិសនីដើម្បីឲ្យអ្នកប្រើប្រាស់ដឹងណាខ្ញុំឧទាហរណ៍នេះដុយបាទយើងដល់ប៉ក់មកបាទលុតភ្លើងបាទហើយកន្លែងនេះគឺបង្ហាញអំពីបាទ8ម៉ោងក្រោយនៃការប្រើប្រាស់គឺអស់ខ្ជុំបាទបើសិនជាអស់ខ្ជុំនេះ CB 175គឺលេខកូដខ្ជុំរបស់ motor នឹងផ្ទាល់បាទ CB 175បាទប្រភេទខ្ជុំនេះគឺខ្ជុំអូតូទៀតនៅពេលដែលប្រើដល់ចំណុចវាគឺអូតូតែម្ដងអូតូផ្ដាច់អូតូបាទខាត់ខ្ជុំនេះគឺមានអូតូបាទហើយមួយទៀតនេះកុងតាក់ជាមួយខ្ញុំចុចកុងតាក់ដំណើរការណាបាទកន្លែងនេះគឺមានកន្លែងសេរីលេខ1លេខ2លេខ3លេខ4លេខ5ទៅតាមទំហំផ្លែទៅតាមការងារជាក់ស្ដែងហើយនេះកុងតាក់ហើយមួយទៀតដោយសារ motor នេះកន្លែងនេះសូមបង្ហាញកន្លែងនេះគឺមានអក្សរ S នេះគឺ soft start នេះបានន័យថានៅពេលដែលយើងប្រើប្រាស់គឺវាអត់នេះទេគឺវាអត់កន្ត្រាក់ទេនៅពេលយើងចុចកុងតាក់ដំណើរការណាគឺរង្វិលជុំអត់កន្ត្រាក់ទេបាទ soft start ហ្នឹងអញ្ចឹងតើតោងជាមួយប្រមាណចំណុចនេះខ្ញុំចង់បង្ហាញជូនបងប្អូនអ្នកគ្នាអំពី motor បុកបំបីខ្នាតធំលេខកូដ HM1307C បើសិនជាមានចម្ងល់បន្ថែមអាចសួរព័ត៌មានតាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់ក្បែរវីដេអូបានបាទសូមអរគុណ